សារ៉ាត់ក្នុងផ្ទះសណាញ់លេខ5ផ្ទះលេខ5យើងដកបាន2រោងចឹងហើយបងសម្រាប់ផ្ទះលេខ10បងផ្ទះលេខ10ចឹងគឺពេញទំហឹងក្នុងការប្រមូលឥឡូវយើងប្រមូលបាន4រោងហើយយើងនៅសល់4រោងទៀតសម្រាប់ផ្ទះលេខ10សាឡាត់យើងវគ្គនេះគឺកើតពេញទំហឹងបាត់បងនេះសម្រាប់សាឡាត់ពណ៌ស្វាយហើយនឹងពណ៌បៃតងនៅក្នុងផ្ទះលេខ4អញ្ចឹងសាឡាត់ពណ៌ស្វាយហើយនឹងពណ៌បៃតងនៅក្នុងផ្ទះលេខ4នេះក៏យើងល្មមដកឲ្យដែរបងបើយើងដកផ្ទះលេខ5ហើយនឹងផ្ទះលេខ10អស់គឺយើងល្មមដកខាងនេះបានតនសុភាការដូចគ្នាបង